រឿងខ្លាស៊ីកូនតាពស់ព្រៃក្នុងការកន្លងយូរអង្វែងទៅហើយមានបុរសម្នាក់ជាចាស់ព្រឹទ្ធាចារ្យឈ្មោះតាពស់ព្រៃគាត់ជាមនុស្សទីទល់ក្របានមកតាំងទីលំនៅធ្វើស្រែចម្ការនៅក្បែរជើងភ្នំតែពីរនាក់ប្តីប្រពន្ធលុះយូរទៅគាត់បានកូនប្រុសម្នាក់គាត់ចិញ្ចឹមបីបាច់តាំងពីតូចរហូតមកបានអាយុ1ឆ្នាំបានប្រកបដោយសេចក្តីសុខដរាបរៀងមកឥតមានមោះមងអ្វីឡើយថ្ងៃមួយតាពស់ព្រៃនិងប្រពន្ធចាបោបញ្ចុកអាហារឲ្យកូនបរិភោគរួចក៏ប្តីកូននោះនៅក្នុងរោងជាលំនៅរបស់គាត់ដោយការសពដងរៀងមកមិនបានគិតរែងមានគ្រោះថ្នាក់ដល់កូនសោះឡើយហើយយកដងរែកសង្រែកនិងកណ្ដៀវចេញទៅតាំងពីព្រលឹមរហូតថ្ងៃត្រង់ចោលកូនឲ្យដេកនៅក្នុងរោងតែម្នាក់ឯងក្រោយមកតានឹងនិយាយទៅផុតមានខ្លាធំមួយដែលស្ថិតនៅក្នុងព្រៃចិត្តនោះលបចូលទៅក្នុងរោងឃើញទារកដេកតែម្នាក់ឯងក៏ពំយកទារកនោះទៅស៊ីជាអាហារកុមារនោះពុំមានស្រែកយំមួយម៉ាត់សោះដោយវានៅតូចដេកពុំដឹងខ្លួនតាពស់ព្រៃនិងយាយជាភរិយាខំច្រូតស្រូវនៅក្រោមកម្ដៅព្រះអាទិត្យតាំងពីព្រឹកពុំហ៊ានឈប់សម្រាកសោះលុះថ្ងៃត្រង់អត់ទ្រាំនឹងកម្ដៅព្រះអាទិត្យទៅទៀតពុំបានគាត់ក៏រៀបកណ្ដាប់ស្រូវដាក់នៅក្នុងសង្រែកនិងចងជាត្រនូលហើយតាពស់ព្រៃលើកសង្រែកដាក់លើស្មាដើរតាមក្រោយយាយទូលកណ្ដាប់យាត្រារលះរលាំងសំដៅទៅកាន់លំនៅរបស់ខ្លួនទៅដល់លំនៅហើយក៏ដាក់អង្រែកនិងរនូលក្រឡេកមើលក្នុងរោងមិនឃើញកូនរបស់ខ្លួនដែលផ្ដេកនោះគាត់មានសេចក្តីតក់ស្លុតញាប់ញ័រក្នុងចិត្តជាខ្លាំងគាត់ទាំងពីរអ្នកប្តីប្រពន្ធគយគុណរំពៃក្បែរកន្លែងកូនដេកនោះឃើញមានតែដានជើងខ្លាមួយយ៉ាងធំនិងស្នាមឈាមស្រក់តាំងពីកន្លែងកូនដេករហូតដល់ព្រៃលំតាពស់ព្រៃនិងភរិយាបានដឹងច្បាស់ថាខ្លាពំយកកូនទៅស៊ីជាអាហារហើយក៏យំសោកសង្រេងសង្រៃអាល័យអាណិតអាសូរដល់កូនតូចដែលមិនដឹងអ្វីតាំងពីកណ្ដាលថ្ងៃត្រង់រហូតដល់ពេលយប់ទើបតាពស់ព្រៃនិងយាយភរិយាឈប់សោកសៅហើយងាកមកពិចារណាថាបើយើងគិតតែយំសោកអាឡោះអាល័យបោកខ្លួនដូច្នេះតទៅទៀតឃើញថាអត់ប្រយោជន៍អ្វីបន្តិចបន្តួចសោះដូច្នេះគួរក៏បីយើងយំស្រែកហើយគិតរកមធ្យោបាយដូចមិនដេចនឹងសម្លាប់ខ្លានេះឲ្យខានតែបានលុះព្រឹកឡើងក៏បានសម្រេចចិត្តថាត្រូវតែតាមរកសម្លាប់ខ្លាដែលស៊ីកូននោះឲ្យខានតែបានចាប់ផ្ដើមពីពេលនោះមករាល់ព្រឹកភរិយាក្រោយពីព្រលឹមរៀបចំម្ហូបអាហារបាយសំណុំទឹកបំពង់និងបៀកខ្លាដាក់ក្នុងសម្ពាធជូនស្វាមីរៀងរាល់ថ្ងៃដើម្បីដើរតាមរកសម្លាប់ខ្លាសាហាវដែលបានបំផ្លាញជីវិតកូននោះរីឯតាពស់ព្រៃការប្រពន្ធរៀបចំបាយកញ្ចប់ស្លាដាក់សម្ពាធរួចហើយក៏ធ្វើដំណើរចូលទៅក្នុងព្រៃស្មាម្ខាងស្ពាយបាយនិងសម្ពាធស្លាស្មាម្ខាងទៀតលីពូថៅដើរទៅយ៉ាងអង្អាចចូលទៅក្នុងព្រៃរត់ត្រុករកខ្លាតាំងពីជើងភ្នំរហូតដល់កំពូលភ្នំមើលសត្វជ្រុះជ្រលងរូងថ្មតូចថ្មធំឆ្កាត់វាលចូលព្រៃរៀងរាល់ថ្ងៃគាត់ដើរតាមរកខ្លានោះតាំងពីខែប្រាំងចូលដល់ខែវស្សាមានទឹកជន់ទឹកលិចស្រែចំការលិចព្រៃព្រឹក្សាតាវររហូតដល់ជើងភ្នំបណ្ដាលឲ្យសត្វទាំងឡាយដែលអាស្រ័យនៅក្នុងព្រៃនោះទាំងប៉ុន្មានផ្អើលរត់ឡើងទៅពឹងពាក់អាស្រ័យលើកំពូលភ្នំទាំងអស់ដោយខ្លាចក្រែងទឹកជន់លិចស្លាប់ថ្ងៃមួយតាពស់ព្រៃដើរប្រទះនឹងខ្លាដែលខាំកូនរបស់គាត់នោះគាត់ក៏គិតថាពិតជាខ្លានេះហើយដែលចូលទៅខាំកូនអញស៊ីព្រោះដានជើងដែលអញបានឃើញនឹងជើងខ្លានេះមានទំហំប៉ុនគ្នាហើយមិនឃើញមានខ្លាដទៃណាធំដូចខ្លានេះផងមានតែខ្លានេះហើយជាមេវងធំជាងគេបានជាហ៊ានចូលទៅខាំកូនអញស៊ីទាំងថ្ងៃដូច្នេះតាពស់ព្រៃថាបើអញសម្លាប់ខ្លានេះដោយកម្លាំងបាយមកជាមិនឆ្នះទេគូក៏បីអញប្រើគំនិតនិងប្រាជ្ញាដើម្បីសម្លាប់ខ្លានេះទៅបានគិតស្រេចទៅតាពស់ព្រៃបញ្ចេញវាចាយ៉ាងខ្លាំងដើម្បីឲ្យលឺដល់ខ្លាថាវល់ណាតូចចងឆ្នាំងចងអំបែងវល់ណាវែងចងកូនចងចៅឈ្មោះថាភ្នែករវៃមើលលើមើលក្រោមឆ្វេងស្ដាំដៃដាំកាន់ពុថៅដៃឆ្វេងទាញវល់ធ្វើរពាហាក់ដូចជាអ្នករកវល់មែនលុះទន្ទិញផ្ទួនលឺដល់ខ្លាមានសេចក្តីសង្ស័យក៏សួរទៅតាពស់ព្រៃថាតាបោចវល់យកទៅចងអីតាពស់ព្រៃប្រាប់ទៅខ្លា
វិញថាអញបោចវល់យកទៅចងឆ្នាំងចងអំបែងចងកូនចងចៅចងញាតិសន្តានរបស់អញព្យួរលើចុងឈើព្រោះតែ7ថ្ងៃទៀតនឹងមានទឹកជន់លិចស្រែលិចចំការលិចព្រៃព្រឹក្សាលិចទាំងពពតាស្លាប់មនុស្សនិងអាខ្លាឯងអស់ហើយរីឯសត្វខ្លាឮតាពស់ព្រៃប្រាប់ដូច្នោះមានចិត្តផិតភ័យនឹងសេចក្តីស្លាប់ពន់ពេកក៏និយាយសុំតាចងជួទៅលើចុងឈើផងតាពស់ព្រៃប្រកែកថាអញមិនរវល់ចងខ្លាឯងជួលើចុងឈើទេទុកឲ្យខ្លាឯងលងទឹកស្លាប់ទៅចុះបើអាខ្លាឯងមិនជឿអញឯងទៅឡើងភ្នំដាណាដែលខ្ពស់ជាងគេហើយក្រឡេកមើលទៅជុំវិញភ្នំគង់នឹងឃើញទឹកដែលកំពុងជន់ច្រើនឡើងមិនខានខ្លាឮតាពស់ព្រៃប្រាប់ដូច្នោះក៏ខំរត់ទៅរកថ្មណាដែលខ្ពស់ជាងគេនៅលើកំពូលភ្នំហើយឈរមើលទៅជុំវិញភ្នំឃើញទឹកល្ហល្ហាចដោយតាពស់ព្រៃប្រាប់មែនខ្លាក៏ភ័យតក់ស្រុតខ្លាំងណាស់រត់ចុះមករកតាពស់ព្រៃវិញហើយអង្វរតាហើយអង្វរទៀតសុំឲ្យតាចងព្យួរខ្លួនទៅលើចុងឈើតាពស់ព្រៃរត់ទៅបានចិត្តហើយពោលថាអញព្រមចងអាខ្លាឯងដែរតែអញចងតែវល់ណាតូចឲ្យដាច់ធ្លាក់អាខ្លាឯងទៅក្នុងទឹកស្លាប់ទៅចុះខ្លារត់ទៅភ័យតក់ស្លុតខ្លាំងទៅទៀតអង្វរតាពស់ព្រៃទៀតមាត់តាអង្វរជើងក៏លើកសំពះតាពស់ព្រៃមើលល្មមបានការហើយក៏ប្រាប់ខ្លាមិនអីទេចាំអញចងវល់ធំចងអាខ្លាឯងធ្លាក់អាខ្លាឯងនៅក្នុងទឹកទៅចុះខ្លារត់ទៅភ័យតក់ស្លុតខ្លាំងទៅទៀតអង្វរតាពស់ព្រៃទៀតមាត់តាអង្វរជើងក៏លើកសំពះតាពស់ព្រៃមើលល្មមបានការហើយក៏ប្រាប់ខ្លាថាមិនអីទេចាំអញរកវល់យ៉ាងធំចងអាខ្លាឯងខ្លាលើដូច្នោះក៏មានសេចក្តីត្រេកអរជាទីបំផុតតាពស់ព្រៃក៏បង្គាប់ឲ្យខ្លាដេកផ្ងាហើយយកវល់ធំមកចងជើងទាំង4ផ្អោបគ្នាហើយរកព្យួរនឹងចំពីមឈើដែលមានកម្ពស់ល្មមជាដំបងវាយបានលុះតាពស់ព្រៃចងខ្លាព្យួរស្រេចហើយក៏ចេញទៅរកកាប់ដំបងមួយយ៉ាងធំដើម្បីយកមកសំពងខ្លាដែលចងព្យួរនោះរីឯខ្លាកាលបើបានឃើញតាពស់ព្រៃទៅកាប់ឈើធ្វើជាដំបងយ៉ាងដូចនេះក៏មានសេចក្តីសង្ស័យហើយសួរទៅកាន់តាពស់ព្រៃថាតាកាប់ឈើមកធ្វើអ្វីហ្នឹងតាពស់ព្រៃប្រាប់ទៅខ្លាឯងវិញថាអញកាប់ឈើយកមកធ្វើដងរែកពោះទៅផ្ទះលុះតាពស់ព្រៃកាប់ឈើមកធ្វើជាដំបងរួចស្រេចក៏ដើរចូលទៅវាយសំពងអាខ្លាតាំងពីថ្ងៃត្រង់រហូតដល់ប្រលប់បណ្ដាលឲ្យបាក់ឆ្អឹងជំនីខ្លាដោយគេរួបទាំងសងខាងដៃខំវាយសំពងមាត់ក៏ទន្ទិញថាប៉ះអាខ្លាអាឯងខំកូនអញទៀតខ្លាខំប្រឹងបំរាស់រើយ៉ាងណាក៏ពុំរួចវាយរួចតាពស់ព្រៃរកសម្រាមនឹងឈើងាប់ក៏ដុតពីក្រោមបណ្ដាលឲ្យឆេះរោមខ្លានឹងរលាកស្បែកដុំហើយឆេះរហូតដល់ខ្សែដែលចងព្យួរនោះដាច់ធ្លាក់មកដល់ដីបំរាស់រួចរត់ចូលព្រៃបាត់ទៅចំណែកតាពស់ព្រៃក៏ត្រឡប់ទៅកាន់លំនៅរបស់ខ្លួនវិញបាននិយាយរាយរាប់ព្រះប្រពន្ធគាត់អំពីរឿងដែលគាត់បានវាយខ្លានោះសពគ្រប់ហើយក៏នៅជាសុខជាមួយនឹងប្រពន្ធគាត់រហូតអស់ជីវិតរៀងខ្លួន